trong video này sầm rạp nèធ្វើ flow chart ឬក៏ organization chart ក្នុង PowerPoint ស្រួលអូខេយើងបើក PowerPoint មកយើងចូល blank មកយើងលុបអានេះចោលអូខេអានេះយើងទុកមកអូខេសូមដាក់វាធំអញ្ចឹងយើងដាក់មកឲ្យហមmy company អូខេអាឡាញវាមកខាងនេះអូខេឬក៏យើងលុបវាចោលយើងចូល insert ហើយយើងចូលសាកនេះមកយើងចូលមកទៅសេគូ no insert text box sorry insert text box មកយើងគូមកអូខេយើងលុបនេះចោលមក insert text box แล้วយើងរាយ my company ចឹងទី1ទៅមកមាន CEO ចឹងមកឧទាហរណ៍ GM ចឹងមកយើងដាក់មកទៀតណា tab តម្លាក់ចូលចឹងមកណាNPGM ចឹងមកឧទាហរណ៍ទៅមកក្នុង GM នេះមានPGM production GM ឧទាហរណ៍អានេះដាក់ nan production ឧទាហរណ៍ nan production GM អូខេអញ្ចឹងក្នុង nan production GM វាមានផ្នែក warehouse ឧទាហរណ៍ថាផ្នែកឥឡូវឧទាហរណ៍ production solving cutting QA packing ចឹងមកមានអីគេទៀតQA packing អីគេទៀតwarehouse អូខេប៉ណ្ណឹងចាស់ហើយក្នុង nan production នេះវាមានIT HR finance ទីហោ shipping អូខេថាប៉ុណ្ណឹងតមកក្នុង HR វាមានអូខេ cleaner វាមានអូខេ driver មានគេទៀតnurse ទីហោមានអូខេ HR CSR អូខេអញ្ចឹងយើង select all ចេះមកហើយយើង mouse ស្ដាំមក convert to smart object យកមួយនេះមកលយអូខេយើងមើលវាសេរីឲ្យយើងបរិច្រួមមកទីហោអញ្ចឹងវា clear ឲ្យឃើញទេនេះមានអីខ្លះហើយក្នុងហ្នឹងយើងអាចកែបានយើងចុច select កែ change color change អីតាមហ្នឹងណាអូខេ